ផលវិបាកនៃជំងឺទឹកនោមផ្អែមចំពោះភ្នែកបាក់បើកភ្នែកមើលមិនច្បាស់ផលវិបាកនៃជំងឺទឹកនោមផ្អែមចំពោះភ្នែកលក្ខណៈពិសេសបំផុតគឺភ្នែកឡើងបាយដោយសារទឹកនោមផ្អែមក្រៅពីនេះក៏មានជំងឺហើមភ្នែកផងដែរជំងឺដក់ទឹកក្នុងភ្នែកទាំងនេះគឺជាមូលហេតុចម្បងនៃការមើលមិនច្បាស់និងពិការភ្នែកជំងឺភ្នែកឡើងបាយដោយសារទឹកនោមផ្អែមត្រូវបានគេស្គាល់ផងដែរថាជាបាយភ្នែកទឹកនោមផ្អែមនេះគឺជាអាការៈដែលកើតឡើងនៅពេលដែលសរសៃឈាមតូចៗនៅក្នុងរេទីណាត្រូវបានខូចខាតដោយសារតែការកើនឡើងជាតិស្ករក្នុងឈាមធ្វើឲ្យខូចភ្នែកហើយថែមទាំងធ្វើឲ្យងងឹតសម្រាប់អ្នកជំងឺទឹកនោមផ្អែមផងដែរហើយសញ្ញានេះរួមបញ្ចូលនៃការថយចុះនៃការមើលឃើញមិនការមើលមិនច្បាស់ឬការបាត់បង់នៃការមើលឃើញចិត្តឬមើលឃើញលេចឡើងនៅចំណុចខ្មៅៗជាច្រើនចលនាបែបដូចរុយនឹងមូកនិងឈឺភ្នែកក្រហមធ្វើឲ្យពិបាកការមើលនៅក្នុងទីងងឹតជំងឺភ្នែកឡើងបាយដោយសារជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងនៃការបាត់បង់ការមើលឃើញនិងពិការភ្នែកចំពោះអ្នកជំងឺទឹកនោមផ្អែមដូច្នេះអ្នកជំនាញតែងតែលើកឡើងហើយអ្នកជំងឺគួរតែយកចិត្តទុកដាក់នៅក្នុងការបង្ការជាមុននិងក្រៅពីនេះគួរតែពិនិត្យជាប្រចាំជំងឺទឹកនោមផ្អែមកើតឡើងជាបញ្ហាបន្តបន្ទាប់ដូចជាជំងឺល្អក់កែវភ្នែកជំងឺដក់ទឹកក្នុងភ្នែកនិងជំងឺចុករោយភ្នែកដើម្បីទប់ស្កាត់ផលវិបាកនៃជំងឺទឹកនោមផ្អែមសូមពិនិត្យភ្នែករបស់អ្នកទោះបីជាមិនមានរោគសញ្ញាក៏ដោយគ្រប់គ្រងជាតិស្ករក្នុងឈាមសម្ពាធឈាមជាតិខ្លាញ់ក្នុងសរសៃឈាមបន្ថែមជាមួយនឹងរបបអាហារធម្មជាតិការពារសរសៃឈាមក្នុងភ្នែករបស់អ្នកហើយសូម follow ខ្ញុំដើម្បីទទួលបានព័ត៌មានមានអត្ថប្រយោជន៍បន្ថែមទៀតអំពីជំងឺទឹកនោមផ្អែម